អូខេគឺជាខ្មោចដែលអត់ព្រមតែចាប់ជាតិដោយសារតែនាងរកចានទី10អត់ទាន់ឃើញតើចានទី10ហ្នឹងវាបាត់ទៅណាហើយហេតុអីបានជាស្លាប់ទៅជាខ្មោចហើយអូខេហ្នឹងនៅតែស្វែងរកចានហ្នឹងអញ្ចឹងឥឡូវហ្នឹងយើងទៅដឹងអំពីរឿងរ៉ាវរបស់ខ្មោចអូខេទាំងអស់គ្នាអូខេគឺជាស្រីបម្រើម្នាក់ដែលធ្វើការនៅក្នុងប្រាសាទហ៊ីមេជីដែលនាងគឺជាមនុស្សស្រីម្នាក់ដែលមានសម្រស់ស្រស់ស្អាតហើយមានចិត្តល្អអញ្ចឹងដោយសារតែឃើញថាអូខេជាស្រីស្អាតហើយចិត្តល្អអញ្ចឹងទៀតទៅធ្វើឲ្យបរិះម្នាក់ដែលជាសាមរ៉ៃធ្វើការនៅក្នុងប្រាសាទនឹងដែរហ្នឹងមានឈ្មោះថាអាអូយ៉ាម៉ាដែលអាអូយ៉ាម៉ាហ្នឹងបានលងស្រឡាញ់ជាមួយនឹងអូខេអាអូយ៉ាម៉ាតែងតែតាមញ៉ែញងតាមចែចង់អូខេហើយចង់បានអូខេហ្នឹងធ្វើជាសង្សាររបស់គាត់ប៉ុន្តែអូខេវិញអត់ចូលចិត្តអាប៉ិហ្នឹងទេហើយតែងតែបដិសេធជាមួយនឹងអាប៉ិហ្នឹងអញ្ចឹងហើយទៅធ្វើឲ្យអាអូយ៉ាម៉ាហ្នឹងចាប់ផ្ដើមរៀបចំគម្រោងការមួយអញ្ចឹងនៅក្នុងប្រាសាទដែលអូខេធ្វើការហ្នឹងគេមានឈុតចានមួយដែលនៅក្នុងឈុតហ្នឹងវាមានចានចំនួន10ហើយចានទាំងអស់ហ្នឹងវាមានតម្លៃថ្លៃហើយគឺជាចានដែលមានសារៈសំខាន់នៅក្នុងប្រាសាទហ្នឹងហើយនៅក្នុងថ្ងៃមួយដោយសារតែចង់ធ្វើបាបអូខេអាអូយ៉ាម៉ាហ្នឹងបានលួចយកចានមួយក្នុងចំណោមចានទាំង10ហ្នឹងយកទៅលាក់ហើយបន្ទាប់មកគេក៏បានហៅអូខេមកសួរគាត់បានសួរទៅកាន់អូខេថាតើចានមួយទៀតបាត់ទៅណាអូខេនៅពេលដែលឮថាបាត់ចានអញ្ចឹងនាងភ័យខ្លាចខ្លាំងមែនទែនបន្ទាប់មកនាងចាប់ផ្ដើមរាប់ចានហ្នឹងម្ដងមួយរាប់1 2 3 4 5 6 7 8 9អញ្ចឹងមិនថាព្យាយាមរាប់ប្រមាណដងក៏ដោយក៏នៅឃើញតែ9ចានដែរបាត់មួយទៀតអត់ដឹងថាទៅណាទេដោយសារតែភ័យខ្លាចខ្លាំងពេកអូខេព្យាយាមស្វែងរកចានហ្នឹងគ្រប់ទីកន្លែងប៉ុន្តែមិនថាខំប្រឹងរកយ៉ាងណាក៏រកអត់ឃើញដែរអញ្ចឹងហើយអាអូយ៉ាម៉ាហ្នឹងក៏ចាប់ផ្ដើមនិយាយទៅកាន់អូខេថាប្រសិនបើអូខេព្រមធ្វើជាសង្សាររបស់គាត់នឹងលើកលែងឲ្យអូខេប៉ុន្តែអូខេនៅតែអត់ព្រមដដែលធ្វើឲ្យអាអូយ៉ាម៉ាហ្នឹងខឹងខ្លាំងមែនទែនអញ្ចឹងហើយគាត់ក៏វាយដំហើយធ្វើទរណកម្មទៅលើអូខេបន្ទាប់មកគាត់បានចាប់អូខេហ្នឹងទៅកាន់ដងទឹកមួយហើយបានសួរទៅកាន់នាងជាលើកចុងក្រោយថាតើនាងព្រមធ្វើជាសង្សាររបស់គាត់អត់ប៉ុន្តែមកដល់ពេលហ្នឹងអូខេគឺនៅតែបដិសេធទោះមិនក៏អត់ព្រមធ្វើសង្សាររបស់អាប៉ែអាអូយ៉ាម៉ាហ្នឹងដែរអញ្ចឹងដោយសារតែកំហឹងខ្លាំងពេកអាអូយ៉ាម៉ាហ្នឹងក៏សម្លាប់អូខេហើយបោះសាកសពរបស់នាងចូលទៅក្នុងដងហ្នឹងទៅអញ្ចឹងបើទោះបីជាអូខេបានស្លាប់ហើយក៏ដោយក៏វិញ្ញាណរបស់នាងអាចបានសម្រាកដែរជារៀងរាល់យប់ខ្មោចរបស់អូខេតែងតែវាចេញពីក្នុងដងហ្នឹងហើយស្វែងរកចានហ្នឹងគ្រប់ទីកន្លែងបន្ទាប់មកនាងអង្គុយនៅមាត់ដងហ្នឹងហើយអង្គុយរាប់1 2 3 4 5 6 7 8 9បន្ទាប់មករាប់ដល់លេខ9ហើយអត់ឃើញចានទី10អូខេហ្នឹងក៏ឈប់ហើយចាប់ផ្ដើមស្រែកយំខ្លាំងដែលសំឡេងទួញសោករបស់នាងហ្នឹងវាគួរឲ្យខ្លាចខ្លាំងមែនទែនអញ្ចឹងជារៀងរាល់យប់អូខេតែងតែធ្វើបែបហ្នឹងដដែលនៅតែរាប់ចានដដែលហើយមិនថាខំប្រឹងរាប់យ៉ាងណាយប់ទីប៉ុន្មានក៏ចានហ្នឹងនៅតែមាន9ហ្នឹងឯងហើយមនុស្សដែលរស់នៅជិតហ្នឹងបានឮសំឡេងខ្មោចអូខេរាប់ចានហើយយំរាល់យប់អញ្ចឹងពួកគេខ្លាចខ្លាំងមែនទែនហើយនៅក្នុងរឿងខ្លះទៀតគេថែមទាំងនិយាយថាបើសិនជាមាននរណាម្នាក់បានឮការរាប់ចានហ្នឹងរហូតដល់ចានទី9ហ្នឹងគេនឹងអាចធ្លាក់ខ្លួនឈឺខ្លាំងឬក៏ខ្លះទៀតអាចនឹងស្លាប់តែម្ដងក៏មានដែរអញ្ចឹងខ្មោចអូខេនៅតែបន្តលើបន្លាចនៅក្នុងដងនៅក្នុងប្រាសាទហ្នឹងដដែលរហូតដល់យប់មួយលោកម្ចាស់ដែលជាម្ចាស់ប្រាសាទហ្នឹងក៏បានសម្រេចចិត្តថាគាត់គួរតែធ្វើអីមួយដើម្បីបញ្ចប់រឿងហ្នឹងគាត់អត់ចង់ឲ្យមានខ្មោចនៅក្នុងប្រាសាទរបស់គាត់ទៀតទេអញ្ចឹងហើយគាត់ក៏បានហៅគ្រូគង្វាលម្នាក់ដើម្បីមកកម្ចាត់វិញ្ញាណរបស់អូខេអញ្ចឹងនៅពេលដែលគ្រូគង្វាលហ្នឹងមកដល់គាត់ក៏បានរងចាំនៅជិតមាន់ដងហ្នឹងដោយគាត់ដឹងថាអូខេច្បាស់ជាចេញមករាប់ចានហ្នឹងទៀតហើយអញ្ចឹងនៅពេលយប់ឡើងខ្មោចអូខេក៏បានចេញមកមែនហើយនាងចាប់ផ្ដើមរាប់ចានហ្នឹង1 2 3 4 5 6 7 8 9អញ្ចឹងនៅពេលដែលនាងរាប់ដល់ចានទី9មុនពេលដែលអូខេយំតន់គ្រូគង្វាលហ្នឹងក៏ស្រែកឡើងថា10អញ្ចឹងគ្រាន់តែឮថា10ហើយខ្មោចរបស់អូខេហ្នឹងក៏បានស្ងាត់ហើយនាងជឿជាក់ថាចានទី10ហ្នឹងឥឡូវហ្នឹងត្រូវបានគេរកឃើញវិញហើយចាប់តាំងពីយប់ដែលគ្រូគង្វាលបានមកស្រែកថា10ហ្នឹងមកខ្មោចអូខេហ្នឹងក៏គេលែងឃើញត្រឡប់មកវិញដែរចាប់តាំងពីយប់ហ្នឹងមកគេលែងឃើញខ្មោចអូខេហ្នឹងចេញមករាប់ចានទៀតហើយឥឡូវនេះយើងចូលមកដល់ខ្មោចស្រីម្នាក់ទៀតដែលមានឈ្មោះថាអត់ស៊ឺយឺគឺជាខ្មោចស្រីម្នាក់ដែលរំលឹកទៅដល់មនុស្សអំពីក្តីស្រឡាញ់ភាពងប់ងល់ហើយនឹងការស្លាប់អញ្ចឹងយើងទៅដឹងអំពីរឿងរ៉ាវរបស់អត់ស៊ឺយឺទាំងអស់គ្នាកាលពីសម័យមុនហ្នឹងមានបរិសម្នាក់ដែលមានឈ្មោះថាអូគីវ៉ារ៉ាស៊ីណូជូដែលគាត់រស់នៅម្នាក់ឯងបន្ទាប់ពីប្រពន្ធរបស់គាត់បានស្លាប់ទៅអញ្ចឹងនៅយប់មួយកំឡុងពេលដែលមានពិធីបុណ្យអូបុនដែលពិធីបុណ្យហ្នឹងគឺជាពិធីបុណ្យប្រពៃណីរបស់ជប៉ុនណាដែលគេជឿជាក់ថាមនុស្សដែលបានស្លាប់ហើយនឹងត្រឡប់មកវិញនៅក្នុងថ្ងៃបុណ្យហ្នឹងអញ្ចឹងហើយនៅពេលហ្នឹងអូគីវ៉ារ៉ាគាត់បានឃើញមនុស្សស្រី2នាក់ដែលដើរតាមផ្លូវដែលមួយហ្នឹងគឺជាមនុស្សស្រីម្នាក់ដែលមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែនហើយមនុស្សស្រីម្នាក់
ទៀតគឺជាអ្នកបម្រើរបស់ស្រីស្អាតនឹងដែលពួកគេនឹងបានដើរកាន់ចង្គៀងមួយដែលតុបតែងជាមួយនឹងផ្កាភីអូនីអូខេវរៈគ្រាន់តែឃើញស្រីម្នាក់នឹងភ្លាមក៏ចាប់អារម្មណ៍ជាមួយនឹងមនុស្សស្រីម្នាក់នឹងហើយបន្ទាប់មកគាត់ក៏បានដឹងថានារីម្នាក់នឹងមានឈ្មោះថាអត់ស៊ឺយឺចឹងហើយគាត់ក៏អញ្ជើញអត់ស៊ឺយឺនឹងឲ្យទៅលេងផ្ទះរបស់គាត់នៅក្នុងយប់នឹងអូខេវរៈហើយនឹងអត់ស៊ឺយឺនឹងបានចំណាយពេលវេលាជាមួយគ្នាពេញមួយយប់ប៉ុន្តែមុនពេលដែលថ្ងៃរះអត់ស៊ឺយឺនឹងបានចាក់ចេញពីផ្ទះនឹងទាំងបញ្ញាចឹងប៉ុន្តែនៅពេលយប់អត់ស៊ឺយឺនឹងក៏បានត្រឡប់មកវិញហើយចាប់តាំងពីពេលនឹងមកជារៀងរាល់យប់អត់ស៊ឺយឺនឹងតែងតែត្រឡប់មកលេងផ្ទះរបស់អូខេវរៈនឹងវិញដោយកាន់ចង្គៀងមួយដែលតុបតែងដោយផ្កាភីអូនីនឹងឯងហើយមិនយូរមិនឆាប់អូខេវរៈនឹងចាប់ផ្ដើមស្រឡាញ់ងប់ងល់ជាមួយនឹងអត់ស៊ឺយឺខ្លាំងមែនទែនដោយចាប់តាំងពីពេលនឹងមកគាត់ឈប់ចេញក្រៅគាត់ឈប់ធ្វើអីទាំងអស់ឈប់ខ្វល់ពីខ្លួនឯងដាច់បាយដាច់ទឹកហើយមួយថ្ងៃគាត់អង្គុយរងចាំតែជួបជាមួយនឹងអត់ស៊ឺយឺទេអញ្ចឹងអស់រយៈពេលប្រហែលជា20ថ្ងៃក្រោយមកអ្នកជិតខាងរបស់អូខេវរៈនឹងចាប់ផ្ដើមព្រួយបារម្ភពីគាត់ដោយសារតែដែលឃើញគាត់ចេញមកខាងក្រៅសោះខ្លាចថាគាត់មានរឿងមានបញ្ហាអីចឹងណាហើយនៅយប់មួយលោកតាចំណាស់ម្នាក់ដែលមានផ្ទះជាប់ជាមួយនឹងផ្ទះរបស់អូខេវរៈនឹងគាត់ស្រាប់តែបានឮសំឡេងសោតនិងសំឡេងនិយាយគ្នាចេញពីក្នុងផ្ទះរបស់អូខេវរៈចឹងដោយសារតែចម្ងល់ហើយនឹងភាពចង់ដឹងថាអូខេវរៈនឹងនិយាយមួយណាគេលោកតានឹងក៏គាត់សម្រេចចិត្តទៅលួចអើតមើលតាមប្រហោងផ្ទះរបស់អូខេវរៈនឹងចង់ដឹងថាពងនិយាយមួយណាគេដល់ពេលគាត់ទៅអើតមើលទៅគាត់បានឃើញនៅអ្វីមួយដែលគួរឲ្យខ្លាចសម្រាប់គាត់ដែលអ្វីដែលគាត់ឃើញនោះមិនមែនឃើញអូខេវរៈនៅជាមួយនឹងស្រីស្អាតទេណាតែគាត់ឃើញអូខេវរៈនឹងកំពុងតែអង្គុយអោបឆ្អឹងរបស់មនុស្សគ្រាន់ឃើញប៉ុណ្ណឹងព្រាមលោកតានឹងគាត់ភ័យខ្លាចខ្លាំងមែនទែនហើយព្រឹកឡើងគាត់ក៏ប្រាប់ទៅកាន់អូខេវរៈនឹងថាអញ្ចេះគាត់ថាអត់ស៊ឺយឺនឹងមិនមែនជាមនុស្សស្រីដែលនៅរស់នៅមានជីវិតទេម្នាក់នឹងគឺជាខ្មោចទេហើយគាត់ក៏ប្រាប់ថាអូខេវរៈនឹងកុំឲ្យនៅផ្ទះទៀតយប់នឹងត្រូវតែទៅវត្តទៅនៅវត្តទៅកុំឲ្យអត់ស៊ឺយឺនឹងមករកគេទៀតព្រោះខ្លាចថាមានបញ្ហាប៉ះពាល់ដល់ជីវិតរបស់អូខេវរៈចឹងព្រោះណាគេនៅដេកអោបខ្មោចរាល់ថ្ងៃចឹងអូខេវរៈនឹងក៏ស្ដាប់តាមការណែនាំរបស់លោកតានឹងមែនគាត់ក៏ទៅនៅក្នុងវត្តទៅនៅក្នុងពហិយហ្នឹងហើយពេលទៅដល់ក្នុងវត្តហ្នឹងគាត់ក៏បានដឹងការពិតថាតាំងកាពិតទៅអត់ស៊ឺយឺហ្នឹងគឺពិតជាខ្មោចពិតមែនដោយសារតែប្រសង់នៅក្នុងវត្តហ្នឹងបាននាំអូខេវរៈហ្នឹងទៅមើលភ្នោរបស់អត់ស៊ឺយឺហ្នឹងដែលនៅភ្នោរបស់អត់ស៊ឺយឺហ្នឹងមានដាក់ចង្គៀងមួយនៅក្បែរភ្នោហ្នឹងចង្គៀងហ្នឹងមានលម្អដោយផ្កាភីអូនីអាផ្កាដែលគាត់ឃើញពេលដែលអត់ស៊ឺយឺមកលេងគាត់ហ្នឹងប៉ុន្តែគាត់ថាចង្គៀងដែលនៅជិតភ្នោរបស់អត់ស៊ឺយឺហ្នឹងវាខូចបាត់ហើយបន្ទាប់ពីបាននាំអូខេវរៈទៅមើលភ្នោរបស់អត់ស៊ឺយឺហ្នឹងហើយប្រសង់ហ្នឹងក៏បានណែនាំទៅកាន់អូខេវរៈថាអូខេវរៈហ្នឹងដាច់ខាតគឺត្រូវតែកុំនៅជិតអត់ស៊ឺយឺហ្នឹងត្រូវតែចេញឲ្យឆ្ងាយពីនាងដោយសារតែដរាបណាអូខេវរៈហ្នឹងនៅតែបន្តស្នាក់នៅជាមួយនឹងអត់ស៊ឺយឺហ្នឹងអាយុរបស់អូខេវរៈហ្នឹងនឹងថយតែម្ដងអាវិញ្ញាណរបស់អត់ស៊ឺយឺហ្នឹងនឹងស្រូបយកថាមពលរបស់អូខេវរៈហ្នឹងបន្តិចម្ដងហើយវាអាចធ្វើឲ្យគាត់ស្លាប់ឆាប់ស្លាប់បើទោះបីជាអត់ស៊ឺយឺហ្នឹងអត់មានបំណងនៅក្នុងការសម្លាប់គាត់ផ្ទាល់ក៏ដោយហើយបន្ទាប់ពីបានប្រាប់អូខេវរៈបែបហ្នឹងហើយព្រះសង្ឃហ្នឹងក៏បានបកគលกระดาษយ័ន្តមួយឲ្យទៅអូខេវរៈហើយឲ្យអូខេវរៈហ្នឹងដាក់យ័ន្តហ្នឹងនៅមុខទ្វារផ្ទះរបស់គាត់អញ្ចឹងនៅពេលដែលអូខេវរៈត្រឡប់ទៅដល់ផ្ទះវិញគាត់ក៏ដាក់យ័ន្តហ្នឹងនៅមុខផ្ទះរបស់គាត់មែនហើយនៅយប់ហ្នឹងគាត់បានឃើញអត់ស៊ឺយឺមកទេអញ្ចឹងបានន័យថាយ័ន្តហ្នឹងគឺវាដំណើរការមែនដែលធ្វើឲ្យអត់ស៊ឺយឺហ្នឹងអាចចូលទៅក្នុងផ្ទះរបស់គាត់បានទេប៉ុន្តែអូខេវរៈហ្នឹងក៏អត់សប្បាយចិត្តទេដោយសារតែគាត់នឹកអត់ស៊ឺយឺខ្លាំងមែនតើបើទោះបីជាគាត់ដឹងថាអត់ស៊ឺយឺហ្នឹងគឺជាខ្មោចហើយក៏ដោយក៏គាត់នៅតែស្រឡាញ់អត់ស៊ឺយឺហ្នឹងដែរអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃនៅយប់មួយអូខេវរៈគាត់ស្រវឹងខ្លាំងមែនតើហើយគាត់ក៏ស្រវឹងខ្លាំងពេកទៅចេញពីផ្ទះហើយជាដើរស្រាប់តែគាត់នឹងបានឃើញថាខ្លួនឯងនឹងបានដើរមកដល់ក្នុងវត្តនឹងទៀតហើយនៅពេលហ្នឹងគាត់ស្រាប់តែបានឃើញអត់ស៊ឺយឺដែលកំពុងតែរងចាំគាត់ហើយនៅយប់ហ្នឹងគាត់មើលទៅអត់ស៊ឺយឺហ្នឹងគឺស្រស់ស្អាតខ្លាំងមែនតើស្រស់ស្អាតដូចដែលគាត់ធ្លាប់ឃើញនាងរាល់ដងអញ្ចឹងអត់ស៊ឺយឺបានស្រែកហៅគាត់ហើយប្រាប់ឲ្យគាត់ដើរតាមនាងអញ្ចឹងពេលហ្នឹងអូខេវរៈហ្នឹងក៏ទៅតាមអត់ស៊ឺយឺមែនហើយគាត់ក៏បានទៅតាមនាងហើយក៏បាត់ខ្លួនគាត់នៅក្នុងភាពងងឹតបាត់ទៅអញ្ចឹងចាប់តាំងពីពេលហ្នឹងមកមនុស្សគ្រប់គ្នាចាប់ផ្ដើមកត់សម្គាល់ថាអញ្ចេះគេដូចដែលឃើញអូខេវរៈសោះតើអូខេវរៈហ្នឹងបាត់ទៅណាសូម្បីតែព្រះសង្ឃហ្នឹងក៏គាត់ចាប់ផ្ដើមភ័យដែរគាត់ចាប់ផ្ដើមបារម្ភថាមិនបានសុកបាត់ខ្លួនអូខេវរៈហ្នឹងអញ្ចឹងហើយគាត់ក៏សម្រេចចិត្តថាទៅមើលភ្នោរបស់អត់ស៊ឺយឺហើយគាស់ភ្នោហ្នឹងមើលក្រែងលើអូខេវរៈនៅក្នុងហ្នឹងស្រាប់តែគាស់ភ្នោហ្នឹងហើយក៏គេឃើញថាអូខេវរៈហ្នឹងបានស្លាប់ពិតមែនហើយសាកសពរបស់គាត់ហ្នឹងគឺនៅក្នុងភ្នោរបស់អត់ស៊ឺយឺហ្នឹងដែរដែលគេឃើញថាគាត់កំពុងតែសាកសពរបស់គាត់ហ្នឹងកំពុងតែដេកអោបឆ្អឹងដែលឆ្អឹងហ្នឹងគឺជាឆ្អឹងរបស់អត់ស៊ឺយឺហ្នឹងឯងអញ្ចឹងនៅទីបញ្ចប់អូខេវរៈហ្នឹងអត់អាចរួចផុតពីខ្មោចដែលគាត់ស្រឡាញ់បានទេបើទោះបីជាគាត់ត្រូវបានគេប្រាប់ឲ្យប្រយ័ត្នប្រយែងក៏ដោយបើទោះបីជាគាត់ត្រូវបានព្រះសង្ឃព្យាយាមជួយការពារហើយក៏ដោយ
ប៉ុន្តែដោយសារតាក្តីស្រឡាញ់របស់គាត់ចំពោះអត់ស៊ឺយឺនឹងវាខ្លាំងក្លាខ្លាំងពេកក្តីស្រឡាញ់នឹងវាលើសពីភាពភ័យខ្លាចរបស់គាត់ទៀតចឹងបានជាធ្វើឲ្យរឿងរ៉ាវរបស់អត់ស៊ឺយឺនឹងខ្ល้ายទៅជារឿងរ៉ាវមួយដែលល្បីល្បាញខ្លាំងមែនទែនហើយគេនិយាយថាខ្មោចដែលគ្រោះថ្នាក់បំផុតនឹងគឺជាខ្មោចដែលយើងអាចឈប់ស្រឡាញ់វាបានចឹងសាច់រឿងរបស់យើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយហ្នឹងតាំងពីដើមរហូតដល់ចប់ហើយបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូខ្ញុំកុំភ្លេចជួយ like comment subscribe ផងជួបគ្នានៅក្នុងវីដេអូក្រោយជូនពរអ្នកទាំងអស់គ្នាសំណាងល្អបាយ